សួស្តីអ្នកគ្នាខ្ញុំឈ្មោះ Novan អដោយសារនេះជាម៉ោងដំបូងនៃការរៀន ASK ខ្ញុំសូមណែនាំបន្តិចខ្ញុំឈ្មោះ Novan សប្តាហ៍ខ្ញុំកំពុងរៀននៅចិនថ្នាក់នុបណ្ឌិតហើយដែលគេហៅថា Master ហ្នឹងហើយមូលហេតុដែលខ្ញុំជ្រើសរើសយក ASK មករៀនបន្តគ្នាទៅនឹងភាសាចិនភាសា ASK សៀវភៅ ASK ហ្នឹងគឺជាសៀវភៅស្តង់ដារមួយដែលពេលដែលយើងរៀនហើយយើងពាក្យតែភាគច្រើនដែលប្រើប្រាស់ក្នុង ASK ហ្នឹងគឺត្រូវគ្នាជាមួយនឹងការប្រឡង ASK ដូចគ្នាដែរដូច្នេះហើយខ្ញុំគិតថាអ្នកគ្នាដែលមានចំណាប់អារម្មណ៍ទាក់ទងនឹងការប្រឡងយក ASK សៀវភៅ ASK គឺជាជម្រើសដែលល្អបំផុតសម្រាប់ការអនុវត្តទាក់ទងនឹងការត្រៀមប្រឡងជាក់ស្ដែងមានសៀវភៅផ្សេងទៀតទាក់ទងនឹង business ឬក៏ទាក់ទងនឹងផ្នែកផ្សេងៗចឹងណាតែសម្រាប់ academic ឬក៏ general speaking ASK គឺជាជម្រើសល្អសម្រាប់ការចាប់ផ្ដើមហើយមួយទៀតខ្ញុំក៏សូមណែនាំទៅតាមសៀវភៅដែលយើងកំពុងរៀនហ្នឹងគឺ SK1 ហើយនេះជាក្របរបស់វាហើយសៀវភៅហ្នឹងគឺផលិតឆ្នាំ2009ហើយគេចាប់ផ្ដើមអនុម័តឆ្នាំ2013ហើយក៏ប្រើប្រាស់ដល់សប្តាហ៍ថ្ងៃហើយពីច្រើននៅខ្មែរយើងសៀវភៅដែលគេរៀនពីច្រើន SK នឹងឯងហើយខុងជឺសាលាខុងជឺគឺជាស្ថាប័នមួយស្ថាប័នខុងជឺនេះជាស្ថាប័នមួយដែលរៀបចំទៅតាមការប្រឡង SK ហើយនៅខ្មែរយើងក៏មានដែរនៅផ្លូវកម្ពុជាក្រោមនៅក្បែរនឹងពលានយន្តហោះនៅក្នុងនេះសាលាភូមិន្ទសាខាទី2ហើយគ្រប់សៀវភៅ SK ទាំងអស់ទម្រង់វាដូចស្រដៀងគ្នាទេគឺបែងចែកជា7ផ្នែកដូចជាមាន warm up ដូចជាតកតងអត្ថបទហើយនឹងកំណត់សម្គាល់ឬក៏វិជ្ជាករហើយតកតងនឹងការអនុវត្តលំហាត់ជាមួយនឹងវិជ្ជាករហ្នឹង pin in នេះសម្រាប់តែ SK1 5 SK1 មានទេហើយ character ក៏ដូចគ្នាដែរពីរហ្នឹងមានតែសម្រាប់ SK1 ចាប់ពី2ឡើងទៅលែងមានហើយ application ហ្នឹងតកតងនឹងការអនុវត្តសកម្មភាពក្នុងថ្នាក់ឬក៏ក្នុងសៀវភៅគឺសកម្មភាពក្នុងថ្នាក់តែជាក់ស្ដែងសម្រាប់យើងគឺអនុវត្តខ្លួនឯងទៅតើតើនឹងការណែនាំរបស់គេយើងនឹងឃើញជាក់ស្ដែងនៅក្នុងសៀវភៅវាជាបន្តបន្ទាប់ហើយចុងក្រោយតើតើនឹង culture ដូចខ្ញុំឆ្នាំនិយាយហ្នឹងក្នុង culture ហ្នឹងធ្វើឲ្យយើងអាចយល់ពីការណែនាំឬក៏ចំណេះដឹងថ្មីៗឬក៏ចំណេះដឹងតើតើនឹងផ្នត់គំនិតមួយចំនួនល្អៗដែលយើងរៀនសូត្រចេញពីសៀវភៅហ្នឹងហើយបើថាយើងជាសៀវភៅចិនប៉ុន្តែវាមិនមែនតើតើវប្បធម៌ចិនទាំងស្រុងទេវាតើតើនឹង slogan ដែលអង់គ្លេសគេថាពាក្យសុភាសិតឬក៏ពាក្យស្លោកមួយចំនួនដែលយើងអាចប្រើប្រាស់មកដល់សម័យហ្នឹងចំណែកខ្មែរយើងក៏ប្រើដែរតែនេះគេបញ្យល់ជាភាសាចិនចឹងទៅមានការបញ្យល់ជាក់ស្ដែងហើយយើងនឹងឃើញបន្ថែមក្នុងសៀវភៅយើងថាទៅតាម SK1 ហ្នឹងមានគេបែងចែកជា15មេរៀនណានេះដូចយើងឃើញចឹងមាន15មេរៀនចេញពីសួស្ដីរហូតដល់លម្អិតអីចឹងទៅដល់មេរៀនទី15ហើយយើងចំណាប់អារម្មណ៍តែពេលយើងរៀនចប់ទៅតាមសៀវភៅមួយហ្នឹងមាន level គេពី1ដល់6ជាក់ស្ដែងវាមាន9 7 8 9ហ្នឹងសម្រាប់ business តែសម្រាប់academic ទូទៅគឺ1ដល់6ហ្នឹងឯងតែប្រឡងមាន7ដល់9បើយើងប្រឡង SK ជាក់ស្ដែងហើយពាក្យដែលគេ requirement ដូចក្នុងនេះអញ្ចឹងដូច SK ដែលយើង SK1 ដែលយើងរៀនចប់យើងអាចចេះយ៉ាងតិចក៏150ពាក្យដែរហើយម៉ោងដែលគេ approximate ហ្នឹងនេះសម្រាប់ម៉ោងដែលយើងរៀនជាក់ស្ដែងទេតែយើងរៀនតាមសម្បូរទៅដូច្នេះថ្ងៃនេះយើងនឹងរៀនតទៅនឹងមេរៀនទី1តែវាស្គាល់មេរៀននេះស្គាល់អក្សរនេះនេះអក្សរនេះនេះហៅពាក្យមួយបកថានេះអ្នកហៅល្អដល់ពេលនេះហៅបកថាសួស្ដីអញ្ចឹងនេះជាអ្វីដែលលក្ខណៈពិសេសរបស់ចិនអក្សរចិនដូចអក្សរខ្មែរយើងដែរគឺយកអក្សរមួយបូកចូលគ្នាចេញអក្សរផ្សេងអត្ថន័យផ្សេងខ្មែរយើងក៏មានដែរឧទាហរណ៍ថាប្រទេសកម្ពុជាជាប្រទេសមួយដែលមានទេសចរច្រើនដោយសារតែទេសភាពដែលមានភាពស្រស់ស្អាតហើយក៏មានម្ហូបអាហារច្រើនម្ហូបអាហារមួយមានគ្រឿងទេសផ្សេងៗគ្នាខ្ញុំសូមឧទាហរណ៍ប៉ុណ្ណឹងតែចាប់បានថាមានពាក្យអីដែលច្រើនជាងគេអក្សរអីគឺអក្សរទេសចឹងណាតរសអេទីនសទេសក៏តែដោយសារថាយើងជាអក្សរដើមអញ្ចឹងពេលយើងនិយាយទៅគឺយើងស្ដាប់បានដូចគ្នាបើថាពេលយើងនិយាយប្រទេសយើងដឹងថាអីប្រទេសមកទេសចរដល់ស្អីទេសចរយើងអត់ចាំយើងអត់អោទៅលើទេសទោះតែយើងនិយាយលោកទេសក៏យើងដឹងថាទេសហ្នឹងគឺទេសនាអញ្ចឹងណាក៏អក្សរចិនដូចគ្នាដែរ
ពាក្យមួយមានន័យផ្សេងបូកជួបគ្នាចេញន័យផ្សេងឧទាហរណ៍នេះអ្នកហៅល្អពេលនេះហៅទៅចេញសួស្ដីដល់ពេលនេះហៅមកអ្នកសុខសប្បាយជាទេយ៉ាងណាឬក៏បកន័យត្រង់មកថាល្អណាស់ចាអ្នកសុខភាពល្អអត់អញ្ចឹងតែអញ្ចឹងខ្ញុំណែនាំតិចតួចបន្ថែមពេលក្រោយៗទៀតយើងនឹងឃើញនេះជាលក្ខណៈអក្សរចិនយើងលែងឆ្ងល់ពេលយើងហើយអក្សរចិនមួយទៀតសូមប្រាប់អ្នកគ្នាហើយអក្សរចិនពេលដែលយើងរៀន level កាន់តែខ្ពស់ទៅអក្សរដែរទៀតអត់ខុសគ្នាមកដូចយើងមុនយើងនិយាយអញ្ចឹងថាខ្ញុំនិយាយអញ្ចឹងថាពេលដែលយើងយកពាក្យមួយមានន័យផ្សេងបូកចូលគ្នាចេញពាក្យផ្សេងអញ្ចឹងពាក្យខ្លះវា3ចូលគ្នាចេញពាក្យផ្សេងជួនកាល2ជួនកាល3 4នេះតែពាក្យបូកចូលគ្នាចេញន័យផ្សេងដូចខ្មែរយើងអញ្ចឹងចឹងអ្នកគ្នាគ្រាន់ថាជួបពាក្យមួយចាំពាក្យមួយទៅមិនបាច់ឆ្ងល់ថាអូពាក្យនេះចេញពាក្យផ្សេងនេះពាក្យចេញផ្សេងបូកចេញពាក្យផ្សេងទៀតហត់នឹងចាំមិនបាច់ទេយើងគ្រាន់ថាជួបពាក្យមួយចាំពាក្យមួយថានេះអ្នកហៅល្អនេះហៅសួស្ដីអញ្ចឹងមកចាំអញ្ចឹងមកអញ្ចឹងណាអញ្ចឹងយើងថ្ងៃនេះយើងចូលដល់មេរៀនទី1គឺនេះហៅសួស្ដីអញ្ចឹងអត្ថបទគេមាន3ដែលគេជាការចាប់ផ្ដើមដំបូងគឺយើងចេះប្រើប្រយោគប្រចាំថ្ងៃអញ្ចឹងខ្ញុំនឹងបើកក្នុងសៀវភៅអ្នកនរគ្នាមើលសិនថាក្នុងសៀវភៅហ្នឹងគេមានលក្ខណៈយ៉ាងម៉េចអញ្ចឹងណានៃសៀវភៅរបស់គេហ្នឹងគឺមានលក្ខណៈអញ្ចឹងគឺនេះហៅសំណួរហើយនេះ pin in អញ្ចឹងណាហើយអវយករគេហ្នឹងគេសំទោសសម្រាប់មកទៀតអូខេហើយនេះការអនុវត្តជាក់ស្ដែងហើយនេះក៏ទៅតអនុវត្តវីយករហើយគឺ compression expression អញ្ចឹងទៅ character នេះមានតែក្នុង SK1 ចាប់ពី2ទៅលេងមាននេះនេះលក្ខណៈសៀវភៅអញ្ចឹងយើងចូលដល់មេរៀនយើងវិញអញ្ចឹងណាខ្ញុំបើកអីមកអញ្ចឹងនេះហៅអញ្ចឹងយើងមានអត្ថបទ3ហ្នឹងអញ្ចឹងចាប់ដល់អត្ថបទទី1អ្នកគ្នាអាចរៀនអានតិចក្នុងចិត្តក៏បានឬក៏អានលើតិចក៏បានហើយខ្ញុំនឹងអានឲ្យគ្នាលើមុនតមកយើងនឹងស្ដាប់សំឡេងដើមអញ្ចឹងសំឡេងដើមសំឡេងដែលយើងជួបជនជាតិចិននៅក្រៅអាចខុសគ្នាតិចព្រោះនៅចិនយើងដឹងថាមានតំបន់ច្រើនហើយបើយើងធ្លាប់មើលរឿងចិនយើងឃើញថាប្រទេសមានវប្បធម៌ផ្សេងៗគ្នាដោយសារតែចាប់ពីសង្គ្រាមលោកលើកទី2ចប់ម៉ាស៊ីតុងគាត់បានឡើងធ្វើជាប្រធានាធិបតីមកគាត់ក៏កែប្រែច្បាប់មួយដើម្បីឲ្យសង្គមប្រទេសចិនហ្នឹងអាចប្រើប្រាស់ភាសាចិនជាសកលបានគាត់ក៏ធ្វើជា simplify Chinese មានថាអក្សរមួយចំនួនដូរអត់ឲ្យងាយដូចមុនទេបើយើងចង់ដឹងអក្សរដើមមិនទៅមើលអក្សរក្វាងតុងឬក៏អក្សរ Cantonese របស់ហុងកុងឬក៏អក្សររបស់តៃវ៉ាន់ទាំងអស់ហ្នឹងគឺប្រើអក្សរដើមតែខុសពីអក្សរ simplify ឬក៏អក្សរកាត់របស់ចិននេះតែការអានដូចគ្នាតែការអាននៅក្នុងភាសាហុងកុងខុសគ្នាភាសាហុងកុងគេប្រើភាសា Cantonese ចឹងតែអក្សរដូចគ្នាតែអានខុសគ្នាតែបើនៅតៃវ៉ាន់អានដូចគ្នាតែអក្សរខុសគ្នាវិញគេប្រើអក្សរបុរាណដែលគេហៅ普通話ភាសាទូទៅឬក៏អង់គ្លេសគេហៅ Mandarin ហើយយើងកំពុងរៀនហ្នឹងគឺរៀនហ្នឹងភាសា Mandarin ដែលជាភាសាផ្លូវការមួយប្រើប្រាស់នៅក្នុងប្រទេសចិនដែលនិយាយជាទូទៅសឹងតែ 90% តែអ្នកគ្នាត្រូវចាំថាបើតែចិនយើងដឹងថាចិនក៏តែនៅក្នុងប្រទេសចិនហ្នឹងមានប្រជាជនច្រើនដែលនិយាយភាសាតំបន់ផ្សេងៗគ្នាឡើងជិតរាប់រយណាស់ហើយក្មេងជំនាន់ក្រោយអាចចេះភាសាMandarin ហ្នឹងឬក៏ភាសា普通話ហ្នឹងភាសាទូទៅចិនហ្នឹងសឹងទាំងអស់គ្នាតែគេក៏ចេះភាសាតំបន់គេមួយដែរដូចជាមានប៉ៃជីងហួរមានសាងហៃមានផ្នែកខាងទីបេអញ្ចឹងទៅតែគេមានភាសារៀងៗខ្លួនហើយភាសាផ្លូវការរងហ្នឹងមាន4នៅខាងទីបេនៅខាងម៉ុងហ្គោលនៅខាងរុស្ស៊ីហើយនិងខាងយើងនេះចិនទូទៅនេះអញ្ចឹងខ្ញុំនិយាយដល់សង្ខេបប៉ុណ្ណឹងដើម្បីយើងគ្នាអាចយល់ថាទៅក្នុងចិនហើយអញ្ចឹងយើងចាប់ដើមចូលអត្ថបទយើងទៅមកទី1ទៅដល់ការពីរវកិច្ចមិត្តភ័ក្តិអញ្ចឹងតែទី1នីហៅអ្នកអាចអានក្នុងចិត្តឬក៏អានលើក៏បានរៀនអានទាំងអស់គ្នានីហៅនីហៅនីហៅអញ្ចឹងបកថាសួស្ដីអង់គ្លេស hello ហ្នឹងនេះអ្នកហៅល្អហៅហ្នឹងបើជាទៅបកល្អឬក៏
បើថាពេលយើងនិយាយថាអ្នកគ្នាទៅមួយខ្ញុំមកយើងចេះថាអូខេឬក៏ល្អទៅមួយគ្នាអញ្ចឹងអាចឆ្លើយហៅល្អអាចឆ្លើយវាអញ្ចឹងនិនហៅនិននេះមានអក្សរសិននេះអក្សរសិនផ្នែកនេះខាងបេះដូងហ្នឹងមានថាយើងគោរពគេអញ្ចឹងសម្រាប់អ្នកដែលមានឋានៈខ្ពស់ឬក៏រៀមច្បងយើងអាយុច្រើនជាងយើងចឹងអាចស្វាគមន៍ដោយនិនហៅនីមិនហៅនីមិនហៅបែរថាសួស្តីអ្នកទាំងអស់គ្នាសម្រាប់មនុស្សចាប់ពី2នាក់ឡើងទៅគេហៅនីមិនឬក៏បើគេឋានៈខ្ពស់ជាងយើងទាំងអស់គ្នាហៅនិនមិននិនមិនអូខេនីហៅនីមិនហៅចឹងនេះហ្នឹងគឺអ្នកសម្រាប់ការគួរសមនីមិន plural ឬក៏ពហុវចនៈអ្នក好，到第8，对不起，对不起，没关系，没关系。ចឹង对បកថាត្រូវពុមិន ឈី rise អង់គ្លេស rise ឬក៏កើតឡើងកើតដូចព្រះអាទិត្យរះចឹងគេប្រើវាឈីចឹងតែដល់ពេល对不起បកចូលគ្នាបកថា sorry 对不起没关系没នោះក៏ដូចពុដែរគាត់ថាពុហ្នឹងវាជាទូទៅមេហ្នឹងជាបណ្ដោះអាសន្នណាបើតែបដិសេធដូចគ្នាមិនមែនមិនហ្នឹងគួនបើតែបិទភ្លើងហ្នឹងក៏គួនស៊ីហ្នឹងប្រែថាខ្សែឬក៏តំណាក់តំណស៊ីមានពាក្យពេញវាស៊ីដល់ពេលមិនគួនស៊ីបើថាមិនអីទេជាយើងអានមកទៀត你好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 您好，您好，您好，你们好，你们好，你们好，对不起，对不起，对不起，没关系，没关系，没关系。OK，ទៅពេលគ្នាមួយសខានដើម្បីអានអូខេឥឡូវយើងស្ដាប់សំឡេងដើមបងប្អូនដល់សំទោស你好 Lesson 1 Hello 课文1 Text 1你好你好 New words 你好អូខេឥឡូវយើងស្ដាប់ម្ដងទៀត你好 Lesson 1 Hello 课文1 Text 1你好你好 New words 你好អូខេឥឡូវចូលដល់បទទី2 Text 2您好你们好 New words 您你们អូខេម្ដងទៀត Text 2您好你们好 New words 您你们អូខេ3 Text 3对不起没关系 New words 对不起没关系អូខេម្ដងទៀត3 Text 3对不起没关系 New words 对不起没关系អូខេចឹងសង្ឃឹមថាអ្នកគ្នានឹងអាន你好 Lesson 1អូខេ sorry សុំទោសអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចអនុវត្តខ្លួនឯងនៅផ្ទះបន្ថែមដូច្នេះខ្ញុំនឹងបន្តទៅមេរៀនបន្ទាប់តែអ្នកគ្នាអាចស្គប់ប៉ុណ្្នឹងសិនឬក៏បន្តទៀតបានអញ្ចឹងណា
ស្រ័យលើពេលវេលាជាក់ស្ដែងអញ្ចឹងខ្ញុំទៅមេរៀនបន្ទាប់តើតើនឹង pin in កន្លែងនេះដោយសារអ្នកនរគ្នាទើបចាប់ផ្ដើមអញ្ចឹងនឹងនេះទៅការ pin in ដើម្បីអានប៉ុន្តែអ្នកគ្នាឃើញថាមានកន្លែងនេះគេខ្ញុំទេអត់មានថា tune ដែលរបៀបអានខុសពីខ្មែរយើងឬក៏ខុសភាសាអង់គ្លេសដែលយើងធ្លាប់រៀនដែលចិនគេមាន tune 4បច្ចុប្បន្នហុងកុងមាន6តៃវ៉ាន់ក៏មាន4ដែរអញ្ចឹងបើសិនបើយើងអាន tune ខុសគ្នាចិនអាចស្ដាប់អត់សូវបានតែទោះអ្នករៀនជ្រូក៏នៅដែរការប្រើ tune នេះរៀងពិបាកសូម្បីតែជនជាតិចិនខ្លួនឯងក៏ដោយតែដោយសារគេជនជាតិដើមគេនិយាយមិនគឺគេស្ដាប់បានដែរតែសម្រាប់ជនបរទេសវាខ្លះយើងនិយាយស្ដាប់បានដែរអញ្ចឹងយើងគ្រាន់តែមើលដឹងថាគេអានមិនអញ្ចឹងមើលគ្រាន់តែចាំថាគេអានមិនតែយូរទៅយើងនឹងស្គាល់នឹង pin in ហ្នឹងហើយអញ្ចឹងយើងអាចអានដល់គ្នាពាក្យមួយចំនួនវាខុសពីអង់គ្លេសអញ្ចឹងយើងអានដល់គ្នាគឺនេះអានថាពណ៌ផមាហ្វទឿធឿនឿលឿកើខឿហឿជីឈីស៊ីដងទៀតពណ៌ពណ៌ពណ៌ភ័រផយើងឬក៏ផនមួម៉ហ្វហ្វយើងទឿតធឿថថនឿណលឿឡឡាគឺកកខឿខខហឿហជីសចឬក៏ចឈីឆឆស៊ីសអញ្ចឹងយើងនឹងចាស់អានបន្តិចទៀតអូខេអញ្ចឹងនេះខ្ញុំជាអ្នកដល់ស្រាក់ម្ដងអ៊ីអ៊ូตัวนี้EU EU a ya i a ya o u a u a u a o ខ្ញុំអានអាចនឹងខុសសុំកាត់តិចខ្ញុំអាចអាននឹងខុសពីមួយចំនួនប៉ុន្តែនេះត្រូវចាំថាពេលដែលអនុវត្តយូរទៅយើងនឹងចាស់អាន direct គោលដៅយើងមិនមែនដើម្បីតែអានជំនះបូកស្រែគោលដៅយើងគឺចាស់អានពាក្យចិនអញ្ចឹងក្នុងវចនានុក្រមគឺមានសម្លេងឲ្យយើងរៀនអានអញ្ចឹងណាអញ្ចឹងយើងប្រាប់ពីនេះទៅពេលដែលយើងអត់មានសម្លេងតែយើងមានសម្លេងយល់អស់ស្ដាប់សម្លេងពួកពីនេះនឹងអាចតំណាងឲ្យសម្លេងត្រឹមត្រូវទាំងអស់ហើយនេះគ្រាន់តែជាការចាប់ផ្ដើមអញ្ចឹងយើងបន្តទៀតអូវ៉ាអ៊ូវ៉ាអ៊ាអៀវាអាយវាយអូអាយអេស្អីណាអូអេនេះអ៊ីវនេះអ៊ីវអាវអ៊ីអាវអូខេឥឡូវយើងចូលចំណុចទី2ទៅដល់នឹងសង្ទាវឬក៏ tune ចិនខាងសង្ទាវយើង tune អញ្ចឹងមាន4នេះសលេងស្មើម៉ាបើយើងអានសលេង a នេះអាអាអញ្ចឹងយើងឃើញថានេះសលេងស្មើឡើងតិចនេះសលេងទឹកលោកនេះទម្លាក់អូខេដូចម៉ាអូខេអញ្ចឹងយើងនេះសលេងទៅដល់នឹងស្រៈនេះអញ្ចឹងមានអូខេអញ្ចឹងយើងស្ដាប់សលេងដើមមកទៅ一 Initials 1, 波坡摸佛的特呢了个科呵鸡七西韵母一 Finals 1, 一乌鱼
蛙哦窝耶约哀歪微凹腰 ok đây cho raចំណុចមួយទៀតនេះទៅតាមការអានពាក្យអូកន្លែងនេះខ្ញុំនឹងធ្វើពាក្យឲ្យអ្នកគ្នាថាពាក្យវាអានថាអូខេអញ្ចឹងយើងបន្តទៀតហើយស្ដាប់តទៅនឹងការអានស្រៈរបស់យើងជាមួយនឹងឲ្យ配音节，注意声调的不同。 Read the syllables aloud and pay attention to the tones. 啊啊啊啊哦哦哦哦鹅一乌雾鱼玉 អូខេហើយជួយដល់ចំណុចបន្តទៀតគ្នាអាចអនុវត្តខ្លួនឯងបាននៅផ្ទះបន្ថែមអូខេឥឡូវយើងចូលដល់ចំណុច朗读下列。 សំដៅអញ្ចឹងយើងចំណុចបន្តយើងមើលរូបភាពហើយយើងអានតាមនេះជាគេឲ្យពាក្យនេះមកនេះជាពាក្យចិនណាព្រោះពេលខ្លះយើងអានតែ pin in អត់អាចយល់បានទេខ្ញុំសូមប្រាប់អ្នកគ្នាដែរតាមពិតទៅការជំនាន់ប្រធានាធិបតីម៉ាស៊ីតុងគាត់ឡើងហ្នឹងគាត់ខ្ញុំចាំបានថាកណ្ដងដូចជាមានអ្នកប្រាជ្ញមួយចំនួនអ្នកប្រាជ្ញអក្សរសាស្ត្រហ្នឹងតែថាគេចង់ឲ្យពិភពលោកហ្នឹងប្រើអក្សរចិនដែរអញ្ចឹងមានអ្នកក៏ប្រកបកំណត់ថាហេតុអីក៏យើងត្រូវប្រើអក្សរបុរាណដែរតែមានភាពស្មុគស្មាញធ្វើចាំចេះប្រកបបានទៀតអញ្ចឹងចង់បានឡាតាំងប្រកបបានគេក៏ព្យាយាមប្រើ pin in តែប្រើបានមួយឆ្នាំឃើញថាពិបាកប្រើពិបាកអានហើយអត់ដឹងថាមានន័យថាម៉េចព្រោះធម្មតាអក្សរវាដូចគ្នាអត់ដូចប្រកបអក្សរផ្សេងឯងអក្សរវាមានដែនកំណត់ចាអញ្ចឹងយើងឃើញថាគេពិបាកដល់ពេលពិបាកគេសុខចិត្តមក simplify នេះវិញសុខចិត្តមក simplify វិញហើយប្រើ pin in ជំនួសវិញអញ្ចឹងណាអូខេហើយយើងស្ដាប់ប៉ុណ្ណឹងសិនយើងមើលនេះទៅពេលយើងចេះមែនតើទៅ pin in នឹងលែងត្រូវការយើងត្រូវការនេះវិញពួកអីពេលយើងមើលអក្សរយើងដឹងអត្ថន័យមកហើយចេះអានមកព្រោះអក្សរចិនសូមប្រាប់អ្នកគ្នាតិចទៀតអក្សរចិនវាមានអក្សរគុំចាអក្សរនេះបូកមួយអក្សរនេះអក្សរនេះចុះអក្សរមួយមានតន័យផ្សេងដូចថាអក្សរនេះអានថាអ៊ីថាកអីតែនេះគេសំទោសបកខុសនេះអ៊ីកន្លែងនេះបកថាអ៊ីហ្វូអ៊ីហ្វូនេះហើយខ្ញុំសុំកាយតិចសិនអូខេអញ្ចឹងយើងតចឹងនេះអ៊ីនេះគឺអ៊ីហ្វូណាពាក្យពេញគឺអ៊ីហ្វូសម្រាប់ពាក្យវូលេខ5យឺយើងអានតាមណាយូមែនតែមែនទេយឺ fish ត្រី r ពាក្យវាតួតិចច្រើន2ពាក្យវា2ឬក៏ច្រើន2ពាក្យពេញ pen ឬ pencil មកឆ្មាតោអុក island កោះហွာការហွာច្រើនបើជា spend money ចាយលុយទីនេះចេះក៏ប្រាប់ខ្លះជីមន់ជីរកសាច់មន់ហ្នឹងទៅឈីលេខ7សៀភីសៀពាក្យពេញវាភីសៀហើយបិជើងសៀព្រើអូខេឥឡូវយើងស្ដាប់តោះគ្នា
朗读下列单音节词语。 Look at the pictures and read the monosyllabic words aloud. 一、五、鱼、耳、笔、猫、岛、花、鸡、七、鞋、雪。 OK គ្នាចាប់អារម្មណ៍មួយទៀតខ្ញុំសូមប្រាប់ប្រភេទពាក្យចិនបូកមួយពាក្យផ្សេងៗណាដូចជាពាក្យមួយទៀតពាក្យមួយចំនួនអាចមានន័យផ្សេងៗគ្នាណាដូចអក្សរនេះអក្សរច្រើនពីរនេះបើអក្សរនេះតឯងបកថាខោបកថាមាត់ណានេះវិញជីបកថាចំនួនប្រមាណនេះជីអញ្ចឹងពាក្យចិនពេលយើងចេះច្រើនទៅយើងកន្លែងទៅយើងអាចចាំថាសិនស្រោចពីអាចប៉ាន់ដឹងថាន័យវាថាម៉េចចឹងណានេះក៏រំលឹកមួយចំនួនឲ្យយើងចុចចំណុចបន្ទាប់ អូខេអញ្ចឹងដូចគ្នាដែរនេះថា cafe 可乐 cafe ហ្នឹងឯង可乐 coca cola ហ្នឹង coca 可乐烤鸭គឺជាម្ហូបមួយរបស់ចិនទីខ្វៃរបស់ប៉ៃជីងល្បីជាងគេឆ្ងាញ់មែន烤鸭នៅនេះមួយចាន 10000 សាលាខ្ញុំ火锅ស៊ុបស៊ីឈ្វាន់ឆ្ងាញ់ដែរមួយចានដូចជា15រៀលទៅ20ឆ្ងាញ់ហ្វេជីមានទីធូ火锅ទីធូទីហ្នឹងដីធូហ្នឹងdrawing រូបភាពគំនូរហ្នឹងទៅទីធូអត់ផែនទីហ្វេជី airplane ហ្វេហ្នឹងហោះជីហ្នឹង machine ហោះម៉ាស៊ីនហោះហ្នឹងគឺហ្វេជីហ្នឹងនេះមកពីវាចាំពីនេះមកពីនេះជក់ជីហ្នឹងទូជីហ្នឹងម៉ាស៊ីនពាក់តិចអីគេ earphone ចឹងអូខេហើយស្ដាប់ទាំងអស់គ្នា朗读下列双音节词语。 Look at the pictures and read the disyllabic words aloud. 咖啡、可乐、烤鸭、火锅、地图、飞机、毛笔、耳机。 អូខេតទៅទៀតចឹងចំណុចទី4តើតើនឹងការមិនធុនចូលគ្នាគេអាចតម្លាក់តឡើងអញ្ចឹងណាដើម្បីស្ដាប់បើយើងតឡើងទាំងអស់គ្នាស្ដាប់មិនបានឧទាហរណ៍នេះអ៊ីហាអអអញ្ចឹងយើងវាអត់ទៅមុខរួចទេចឹងយើងគេតម្លាក់អានេះអាចតម្លាក់ឡើងធម្មតាហើយចាំចុងបញ្ចប់តម្លាក់វិញឧទាហរណ៍នេះចឹងនេះអ៊ីហាដល់វាអាននេះហាយ៉ាងទៅ可乐可乐យ៉ាងទៅsorry សំទោស可以辅导យ៉ាងណា辅导អីគេនេះ辅导បើថាអ្នករៀនអ្នកគ្រូរៀនខូចគ្រូបង្វឹក辅导អូខេចឹងនេះឧទាហរណ៍នេះជាខ្ញុំបានបកឲ្យបងប្អូនអស់សំទោសកន្លែងនេះរៀនដាច់តិចអូខេឥឡូវយើងតចឹងមានឧទាហរណ៍ចឹងអត្ថន័យនៅក្នុងនេះចឹងថានេះហៅហ្នឹងសួស្ដី口语 spoken language អក្សរនិយាយភាសានិយាយ口语គឺមានភាសាផ្សេងនិយាយខ្មែរដែរអានេះអានលក់អានេះជាទៅអានមិនលក់了解可以 maybe 了解 understand យល់可以អាចប្រហែលចឹង语法 grammar វិជ្ជាករយករូបរាយ辅导គ្រូបង្វឹកនេះ法语ភាសាប្រាំ雨伞 umbrella ឆាក់小姐យ៉ាងលែតែនៅចាំលើកលែងប្រើ小姐គេហៅបើយើងសិក្សាគេហៅមេញឬក៏ហៅឈ្មោះនេះហៅធម្មតាអញ្ចឹងព្រោះ小姐នោះពាក្យអក្សរល្អហើយតែនៅចាំតែនៅក្នុង SK គេនៅតែព្រីពេលខ្លះក៏គេប្រើដែរនិយាយទៅគេថាវ៉ាង小姐小妹អញ្ចឹង
តែយើងទៅគេប្រើពាក្យ menu ស្អីស្អាតចឹងណា menu សម្រាប់និយាយថាគួរសមណាឆ្វៃគួរបរោះសង្ហាទៅសម្រាប់សាសនាថោហោបើថាចរចាបានអត់ថោលីនវាថោហោ手表នាฬิกาអូខេថាហោជាពេលយើងធ្វើអីយ៉ាងទៅយើងអរគុណហ្នឹងក៏អាចប្រើពាក្យថាហោនោះដែរចាឥឡូវយើងស្ដាប់ដល់គ្នា词语，注意第三声音节的读音。 Read the following words aloud and pay attention to the change in the tone of the third tone syllables. 你好，可以，辅导，小姐，口语，语法，法语，讨好，了解，友好，雨伞，手表。 អូខេចាំបន្តអញ្ចឹងនេះជាបន្តទៅដល់ពាក្យមួយចំនួនដែលគេចង់យើងចេះថា上课ថ្នាក់ចាប់តាមហើយចូលរៀនអត់ខ្មែរថាចូលរៀន下课ថ្នាក់បញ្ចប់ហើយមានថាចេញទៅផ្ទះអញ្ចឹង现在休息现在បើថា now ឥឡូវនេះ休息បើថាសម្រាប់អញ្ចឹង现在休息យើងសម្រាប់តិចទៅ看黑板看មើល黑板បើថាក្តារខៀនអញ្ចឹង看黑板មើលក្តារខៀន跟我读跟ហ្នឹងជាមួយវ៉ខ្ញុំទូហ្នឹងអានមានថាអានជាមួយខ្ញុំគឺវ៉ទូអានជាមួយខ្ញុំអានតាមខ្ញុំអញ្ចឹងនេះទៅដល់ហានសឹកអក្សរចិនវាជា script យើងត្រូវអានរឿងចិនអានមើលរឿងចិនឃើញថាអក្សរមួយគឺប្រើជប់សរសេរអញ្ចឹងចា៎នេះវាមានពាក្យវាភាសានេះអញ្ចឹងគេហៅថាហឹងផ្ដេកអញ្ចឹងណាស៊ូបឆោពីនេះមានឆ្វេងមកស្ដាំនេះមើលតាមសញ្ញាព្រួយនេះមានថាពីឆ្វេងទៅស្ដាំស៊ូពីលើចុះក្រោមសញ្ញាព្រួយទូចណាធ្លាក់មកក្រោមភៀគឺថាទម្លាក់ឆ្វេងពីលើមកក្រោមទៅរៀងត្រេតទៀនយ៉ាងនេះចំណុចទូចមកណាទម្លាក់មកអញ្ចឹងមាន digit e ហ្នឹង r 是公នេះបកប្រែមានហើយ1 2 10ខាងងារ人មនុស្ស8ពុនេះកោះហងមិនលាវ6តា big 10 sky អូខេអញ្ចឹងតើតើនឹងអក្សរនេះវាសរសេរគេនេះអក្សរបុរាណរហូតដល់បច្ចុប្បន្នអញ្ចឹង e r សាននេះកំពុងក្រោមដល់ហើយសានឈឺលេខ10 e 1 2 3 10 8លាវ6ដល់ពេលសរសេរយើងសរសេរដល់តាមគេហ្នឹងទៅអូខេចឹងអ្នកអាចរៀនសរសេរបានតែជាយោបល់ខ្ញុំយើងអាចរៀនសរសេរតិចទៅប៉ុន្តែតាមយោបល់ខ្ញុំធ្លាប់រៀនសរសេរដើម្បីចាំអក្សរប៉ុន្តែជាលទ្ធផលវាអត់សូវបានល្អអញ្ចឹងខ្ញុំប្រើវិធីសាស្ត្រមួយទៀតខ្ញុំដឹងថាអ្នកនរគ្នាប្រើបានផលទេតែសម្រាប់ខ្ញុំប្រើបានផលច្រើនគឺថាអញ្ចឹងគឺថាយើងអានពាក្យមួយហ្នឹងព្យាយាមអានវាដែរយូរយើងចាំអូតូមកពួកអីបើឲ្យសរសេររៀងពិបាកពួកវាប្រកបបានទេហើយវាចំណាយពេលរំលឹកទៅក្នុងការសរសេរវាចាយពេលច្រើនពេលខ្លះអាចនឹងបោះបង់ទៀតព្រោះសៀតចេះអញ្ចឹងយល់អបផ្ដោតលើការអានបានច្រើនទោះយើងអត់ចេះសរសេរយ៉ាងហើយពេលយើងឃើញអក្សរយើងចេះអានអញ្ចឹងវាជាចំណុចល្អមួយដើម្បីយើងឆ្ពោះទៅថ្ងៃក្រោយពេលយើងយូរទៅពេលយើងអានយូរទៅយើងចេះស្គាល់អក្សរមួយទៅយើងអាចបិទភ្នែកហើយសរសេរបានមួយចំនួនដែរចា៎វាល្អដែរអូខេអញ្ចឹងសម្រាប់មេរៀនទី1ក៏អស់ហើយសូមអរគុណអ្នកគ្នាដែលបានចូលរួមអានដល់គ្នាអូខេ
ជួបគ្នានៅវីដេអូក្រោយសូមអរគុណដល់អ្នកហើយស្គាល់ដល់គ្នានឹងអនុវត្តទាំងអស់គ្នាហើយបើមានចម្ងល់ឬក៏បញ្ហាអីអាចទាក់ទងមកខ្ញុំបានតាមយក comment ក៏បានដែរហើយចាំបើពេលបន្តខ្ញុំនឹងបង្កើតក្រុមមួយដែលតើគ្នាអាចតាម Telegram ក្រុម Telegram ដែលគ្នាអាចជជែកក្នុងនោះបានព្រោះយើងត្រូវចាំថាយើងដឹងថាយើងមកពីណាទេគាត់ថាយើងដឹងនៅទីនេះគឺយើងអត់ចេះទាំងអស់គ្នាចឹងណាចឹងយើងអាចฝึกហាត់រៀនទាំងអស់គ្នាទៅនៅខ្លះចេះមុននៅខ្លះចេះក្រោយមកសំខាន់គឺយើងចេះទាំងអស់គ្នាយើងត្រូវចាំថាអ្នកចេះច្រើនពីអ្នកចេះតិចទៅហើយអ្នកចេះតិចពីអ្នកអត់ចេះគោលដៅយើងគឺដើម្បីជួយគ្នាចេះទាំងអស់គ្នាទៅចឹងណាហើយប្រទេសខ្មែរយើងមានរងឥទ្ធិពលពីចិនច្រើនហើយចិនក៏រងឥទ្ធិពលទៅកាន់លោកច្រើនដែរទោះយើងមិនចេះដល់ថ្នាក់ business ចំនួនក៏យ៉ាងហោចគឺយើងអាចស្គាល់អក្សរមួយចំនួនដែរហើយគូក្បាលយើងក៏ល្អដែរព្រោះកាលណាយើងរៀនភាសាបន្ថែមមួយទៀតគូក្បាលយើងមានការងារធ្វើទៅអញ្ចឹងការលទ្ធភាពដែលគូក្បាលយើងចង់ចាំនោះក៏វាបានល្អជាងមុនដែរអញ្ចឹងណាអូខេអញ្ចឹងសង្ឃឹមថាអ្នកគ្នានឹងអនុវត្តហើយចូលរួមរៀនភាសាថ្មីមិនថាភាសាចិនទេហើយភាសាផ្សេងទៀតមានពេលក៏រៀនទៅវាល្អសម្រាប់គូក្បាលយើងអញ្ចឹងអរគុណអ្នកទាំងគ្នាដល់ទៀតហើយយើងនឹងជួបគ្នានៅមេរៀនបន្តអរគុណច្រើនបាយបាយ